សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូលធ្វើកាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿងមន្តស្នេហ៍អូនបិសាចរបស់យើងជាភាគបន្តហេតុការណ៍បានបន្តនៅពេលដែលយូជីខាណាន់ហើយនិងម្ដាយរបស់ខាណាន់ពួកគេបានធ្វើដំណើរទៅកន្លែងមួយដែលវាគឺជាកន្លែងប្រាសាទចំណែកឯមូលហេតុដែលពួកគេធ្វើដំណើរទៅដល់ទីនឹងវិញដោយសារតែម្ដាយរបស់ខាណាន់គាត់គឺបានដាក់ជាមួយនឹងឆលែងមួយឲ្យទៅកាន់ពួកគេថាបើសិនជាពួកគេមិនខ្លាចខ្មោចគាត់នឹងយល់ព្រមឲ្យពួកគេទាំងពីរនឹងគឺស្រឡាញ់គ្នាអញ្ចឹងហើយដោយសារតែគ្មានជំរឿពួកគេក៏សម្រេចចិត្តថាធ្វើដំណើរទៅកាន់ប្រាសាទនឹងតែម្ដងចំណែកឯនៅតាមផ្លូវវិញមើលទៅកាន់ម្ដាយរបស់ខាណាន់គាត់គឺចាប់ផ្ដើមស៊ាំជាមួយនឹងយូជីហើយដែលគាត់គឺមិនអាឡែស៊ីជាមួយនឹងយូជីទៀតទេនៅពេលដែលអញ្ចឹងទៅខាណាន់បានសួរទៅកាន់ម្ដាយរបស់នាងថានាងគឺចង់ដឹងបើសិនជាម្ដាយរបស់នាងអាឡែស៊ីជាមួយនឹងមនុស្សប្រុសអញ្ចឹងហើយចោះម្ដាយរបស់នាងគឺស្គាល់ឪពុករបស់នាងដោយរបៀបណាម្ដាយរបស់ខាណាន់បាននិយាយទៅកាន់ខាណាន់ថាតាមពិតទៅជំងឺអាឡែស៊ីជាមួយនឹងមនុស្សប្រុសមួយនេះនាងគឺមានវាតាំងពីនៅក្មេងមកម្ល៉េះការដែលនាងនៅកមុំគឺមិនខ្វះទេជាមួយនឹងបរិជាច្រើនដែលពួកគេគឺតាមស្រឡាញ់នាងប៉ុន្តែនៅថ្ងៃមួយឪពុករបស់នាងគឺបានណែនាំជាមួយនឹងក្មេងប្រុសម្នាក់ឲ្យទៅកាន់នាងបានស្គាល់ដែលមនុស្សម្នាក់នោះហើយគឺជាឪពុករបស់ខាណាន់ប៉ុន្តែមើលទៅកាន់កម្ពស់របស់គាត់គឺពិតជាទាបមែនទែននៅពេលដែលម្ដាយរបស់ខាណាន់គិតថាអូននឹងគឺជាកូនក្មេងប៉ុន្តែសលេងរបស់គាត់នឹងគឺមិនមែនក្មេងទេប៉ុន្តែសលេងរបស់គាត់នឹងឡាប់ប៉ុណ្ណាណីចំណែកឯឪពុករបស់ខាណាន់អីនឹងវិញគាត់ក៏មិនតន់ចង់មានជាមួយនឹងស្នេហាដែរអញ្ចឹងហើយគាត់បាននិយាយទៅកាន់ម្ដាយរបស់ខាណាន់ថាគិតតែគាត់នឹងស្រឡាញ់មែនចំណែកឯម្ដាយរបស់ខាណាន់វិញនេះគឺគ្មានជាមួយនឹងជំរឿទេដោយសារតែណាមួយមានតែឪពុករបស់ខាណាន់នឹងហើយដែលស្អាតជាងគេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាដាក់ចិត្តដាក់កាយដើម្បីស្រឡាញ់ទៅកាន់ឪពុករបស់ខាណាន់តែម្ដងប៉ុន្តែគឺតត្រង់ថាឪពុករបស់ខាណាន់នឹងគាត់គឺមិនចង់ជួបមុខម្ដាយរបស់ខាណាន់ទេនេះហើយគឺជាមូលហេតុដែលម្ដាយរបស់ខាណាន់មានអារម្មណ៍ថាឪពុករបស់ខាណាន់គឺពិតជាខូលខ្លាំងណាស់ដោយសារតែអញ្ចឹងហើយម្ដាយរបស់ខាណាន់គាត់គឺមានជាមួយនឹងកំណត់មួយដែលគាត់គឺបានស្លៀកជាមួយនឹងឈុតប៊ីកានីនឹងឯងប៉ុន្តែគឺតត្រង់ថានៅពេលដែលគាត់បានធ្វើដំណើរតាមផ្លូវគាត់គឺបានជួបប្រទះជាមួយនឹងបិសាចមួយក្បាលដោយសារតែបិសាចមួយនោះមើលទៅកាន់ម្ដាយរបស់ខាណាន់គួរឲ្យស្រឡាញ់ខ្លាំងពេកវាគឺចាប់ផ្ដើមចាប់ទៅកាន់ម្ដាយរបស់ខាណាន់តែម្ដងប៉ុន្តែសំណាងល្អឪពុករបស់ខាណាន់គាត់ក៏បានធ្វើដំណើរមកដល់រួចគាត់ក៏បានដេញវាឲ្យរត់ទៅវិញបាត់ទៅដោយសារតែអញ្ចឹងហើយទៅម្ដាយរបស់ខាណាន់គាត់គឺបានដាក់ចិត្តដាក់កាយស្រឡាញ់ទៅកាន់ឪពុករបស់ខាណាន់នឹងឯងប៉ុន្តែគ្រាន់តែនាងចាប់ផ្ដើមស្រឡាញ់ទៅកាន់ឪពុករបស់ខាណាន់ភ្លាមនាងគឺចាប់ផ្ដើមចាប់ឪពុករបស់ខាណាន់អូសរ៉ាំងនៅកន្លែងនឹងភ្លាមតែម្ដងឆៅដែរហ្នឹងណាបន្ទាប់មកហេតុការណ៍បានកាត់នៅពេលដែលពួកគេបានធ្វើដំណើរទៅដល់ប្រាសាទម្ដាយរបស់ខាណាន់គាត់គឺមានជាមួយនឹងកំណត់មួយដោយគំនិតរបស់គាត់ហ្នឹងគាត់គឺចង់បំបែកបំបាក់ទៅកាន់យូជីហើយនិងខាណាន់ដែលថាគឺកុំឲ្យពួកគេនោះស្រឡាញ់គ្នាចំណែកឯវិធីរបស់គាត់វិញគាត់នឹងរកជាមួយនឹងវិធីដើម្បីឲ្យយូជីនឹងចាប់អារម្មណ៍មកកាន់គាត់អញ្ចឹងហើយគាត់គឺចាប់ផ្ដើមបង្ហាញជាមួយនឹងករបស់គាត់តែម្ដងដែលមើលទៅគឺពិតជាដូចមិនទេវិញហើយវាគឺពិតជាអញ្ចឹងពិតមែនយូជីនឹងគាត់គឺបានចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុន្តែមិនមែនចាប់អារម្មណ៍កម្ដាយរបស់ខាណាន់ទេប៉ុន្តែគាត់បែរទៅជាចាប់អារម្មណ៍ករបស់ខាណាន់ទៅវិញម្ដាយរបស់ខាណាន់គាត់គឺចាប់ផ្ដើមមានជាមួយនឹងកំណត់ទី2ដែលគាត់គឺបានបង្ហាញជាមួយនឹងដើមទ្រូងរបស់គាត់ឲ្យទៅកាន់យូជីបានឃើញយូជីនឹងគាត់ពិតជាមើលពិតមែនប៉ុន្តែគាត់គឺមិនមែនមើលទៅកាន់ម្ដាយរបស់ខាណាន់ទេប៉ុន្តែគាត់គឺមើលទៅកាន់ខាណាន់នឹងឯងនៅពេលដែលឃើញអញ្ចឹងម្ដាយរបស់ខាណាន់គាត់គឺរៀងអស់សង្ឃឹមបន្តិចប៉ុន្តែគាត់នឹងគឺមិនបោះបង់ទេដោយសារតែអញ្ចឹងហើយគាត់គឺព្យាយាមបង្ហាញទៅកាន់យូជីម្ដងទៀតហើយយូជីគឺបានរត់សម្ដៅមកកាន់គាត់យ៉ាងលឿនប៉ុន្តែយូជីមិនមែនរត់សម្ដៅទៅកាន់ម្ដាយរបស់ខាណាន់ទេប៉ុន្តែគាត់នឹងបែរទៅជារត់សម្ដៅទៅលេងឆ្មាទៅវិញលេងបន្ទាប់មកសាច់យើងបានកាត់អំពីខ្មោច3នាក់ដែលពួកគេនឹងគឺមិនតាន់សម្រេចចិត្តទេថាពួកគេគួរតែលងទៅកាន់យូជីឬក៏គ្នារបស់យូជីអញ្ចឹងទៅប៉ុន្តែយើងក៏បានឃើញជាមួយនឹងមេរបស់ពួកវាបាននិយាយថាគ្រាន់តែការងារប៉ុណ្ណឹងសោះចាំបាច់ខ្លាចធ្វើអីអញ្ចឹងហើយនាងក៏សម្រេចចិត្តថាធ្វើវាតែម្នាក់ឯងតែម្ដងអញ្ចឹងហើយនាងគឺចាប់ផ្ដើមបង្ហាញខ្លួនឲ្យទៅកាន់ពួកគេបានឃើញប៉ុន្តែពួកគេនឹងគឺមិនបានភ័យខ្លាចទេចំណែកឯក្មេងស្រីម្នាក់នឹងវិញនាងគឺមានឈ្មោះថាដាកូបាននិយាយទៅកាន់ម្ដាយរបស់ខាណាន់ថាដោយសារតែម្ដាយរបស់ខាណាន់គឺបានបដិសេធស្នេហ៍ឪពុករបស់នាងអញ្ចឹងហើយទើបធ្វើឲ្យឪពុករបស់នាងគាត់គឺមិនសប្បាយចិត្តអញ្ចឹងហើយនាងគឺត្រូវតែសងសឹកទៅកាន់ពួកគេហើយអញ្ចឹងហើយនាងគឺបានប្រើជាមួយនឹងសក់របស់នាងចាប់ទៅកាន់យូជីជាប់តែម្ដងប៉ុន្តែគឺមិនមែនចាប់ទៅកាន់យូជីតែម្នាក់ទេគឺថែមទាំងចាប់ទៅកាន់ម្ដាយរបស់ខាណាន់ទៀតហើយកន្លែងហ្នឹងគឺអែមខ្លាំងមែនតើគ្នាយើងប៉ុន្តែខ្ញុំដាក់ឲ្យមើលអត់ការទេព្រោះឯខ្លាចអញ្ចឹងណាចំណែកឯខាណាន់វិញនឹងគឺពិតជាខឹងទៅកាន់ដាកូខ្លាំងមែនតើដោយសារតែដាកូហ្នឹងគឺបានបំផ្លាញជាមួយនឹងក្តីសុខរបស់នាងអញ្ចឹងហើយនាងគឺបានប្រើជាមួយនឹងវិតាមីនរបស់នាងឆក់ទៅកាន់ដាកូហ្នឹងដែលធ្វើឲ្យនាងគឺចាប់ផ្ដើមខ្លោចតែម្ដងចំណែកឯម្ដាយរបស់ខាណាន់នេះវិញគាត់គឺចាប់ផ្ដើមលងស្រឡាញ់ទៅកាន់យូជីហើយគាត់បាននិយាយថាយូជីគាត់គឺហ៊ានលះបង់ជីវិតរបស់គាត់ដើម្បីជួយសង្គ្រោះទៅកាន់នាង
ប៉ុន្តែគាត់គឺពិតជាស្ដាយមែនទែនដោយសារតែគាត់នឹងគឺមានប្តីរួចហើយអញ្ចឹងហើយគាត់គឺមិនអាចស្រឡាញ់យូជីបានទេចំណែកឯយូជីគាត់គឺបានយកជាមួយនឹងខោអាវរបស់គាត់គ្របទៅកាន់ម្ដាយរបស់ខាណាន់ផងដែរដោយសារតែខោអាវម្ដាយរបស់ខាណាន់ហ្នឹងវាគឺត្រូវបានសាមអស់ហើយចំណែកឯខាណាន់នាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលនាងបានឃើញទៅកាន់ម្ដាយរបស់នាងហើយនឹងយូជីគឺអាចចោះសម្រុងនឹងគ្នាបានបែបនេះបន្តមកហេតុការណ៍បានកាត់នៅពេលដែលយូជីគាត់គឺកំពុងតែងូតទឹកនៅពេលដែលគាត់កំពុងតែងូតសក់ហ្នឹងស្រាប់តែម្ដាយរបស់ខាណាន់គឺបានធ្វើដំណើរមកដល់តែម្ដងនៅពេលដែលឃើញអញ្ចឹងយូជីគាត់ក៏រៀងភ័យដែរប៉ុន្តែគាត់បាននិយាយទៅកាន់យូជីថាគាត់គឺគ្រាន់តែចង់ដោះខ្នងឲ្យទៅកាន់យូជីតែប៉ុណ្ណោះនៅពេលដែលម្ដាយរបស់ខាណាន់គឺកំពុងតែនៅជាមួយនឹងយូជីនោះគាត់គឺបាននិយាយទៅកាន់យូជីថាគាត់គឺពិតជាស្ដាយមែនទែនដែលគាត់គឺមិនអាចស្រឡាញ់ទៅកាន់យូជីបានប៉ុន្តែសំណាងល្អវិញដោយសារតែយូជីនឹងគាត់គឺជាសង្សាររបស់ខាណាន់អញ្ចឹងហើយមានន័យថាយូជីនឹងក៏ប្រៀបដូចជាកូនប្រុសរបស់គាត់ដែរអញ្ចឹងហើយធ្នូជាគាត់ស្រឡាញ់យូជីធ្វើជាប្តីរបស់គាត់ប៉ុន្តែគាត់គឺសុខចិត្តស្រឡាញ់យូជីធ្វើជាកូនរបស់គាត់ជំនួសវិញអូម៉ែក្មេកអញលេងមែនទេណាសាច់រឿងបានកាត់មកកាន់ខាណាន់ឯនេះវិញនៅពេលដែលនាងបានក្រោកអំពីការគេងនាងគឺបានឃើញថាយូជីនឹងគឺកំពុងតែនៅជាមួយនឹងនាងនៅពេលដែលអញ្ចឹងនាងគឺពិតជាឆ្ងល់មែនទែនថាហេតុអ្វីបានជាយូជីធ្វើដំណើរមកកាន់បន្ទប់របស់នាងបានប៉ុន្តែទោះបីជាយ៉ាងណានាងគឺមានអារម្មណ៍ថានៅពេលដែលនាងបានកោយដៃរបស់យូជីនាងគឺពិតជាមានក្តីសុខខ្លាំងណាស់នៅពេលដែលខាណាន់នាងគឺបំរុងនឹងថាបទៅកាន់យូជីទៅហើយប៉ុន្តែនាងគឺបែរទៅជាខំទៅកាន់យូជីទៅវិញបន្តមកនាងបាននិយាយទៅកាន់យូជីថានាងគឺរងចាំអស់រយៈពេលជាយូរណាស់មកហើយនៅពេលនេះយូជីគឺមិនអាចរត់គេចអំពីនាងបានទៀតទេអញ្ចឹងហើយវាគឺដល់ជាមួយនឹងពេលវេលាដែលនាងគឺត្រូវតែស៊ីទៅកាន់យូជីនឹងឯងនៅពេលដែលលេងអញ្ចឹងយូជីបាននិយាយទៅកាន់ខាណាន់ថាស្ទាយបោកនឹងចេះយូរនៅហេតុការណ៍បានកាន់មកកាន់ថ្ងៃស្អែកនៅពេលដែលយូជីហើយនឹងខាណាន់ពួកគេគឺកំពុងតែញ៉ាំអ្វីជាមួយនឹងគ្នានឹងស្រាប់តែជីននាងគឺបានធ្វើដំណើរមករកយូជីតែម្ដងចំណែកឯមូលហេតុដែលជីននាងគឺបានធ្វើដំណើរមករកយូជីវិញនាងបាននិយាយទៅកាន់យូជីថាវាគឺដល់ពេលហើយដែលនាងគឺត្រូវតែយកយូជីទៅកាន់ឋានសួគ៌ជាមួយនឹងនាងចំណែកឯខាណាន់យូជីពួកគេទាំងពីរក៏រៀងភ្ញាក់ផ្អើលផងដែរដោយសារតែជីននៅពេលនេះនាងគឺពិតជាផ្លាស់ប្ដូរខ្លាំងមែនទែនទាំងការនិយាយទាំងកាយវិការជីនបាននិយាយទៅកាន់យូជីទៀតថាតែយូជីដឹងទេនាងគឺបានចំណាយជាមួយនឹងពេលវេលារបស់នាងយ៉ាងលំបាកដើម្បីស្វែងរកទៅកាន់យូជីនិងជួយសង្គ្រោះទៅកាន់យូជីនឹងឯងប៉ុន្តែអាមីនាងគឺបានធ្វើដំណើរមកដល់ចំណែកឯនៅក្នុងដៃរបស់នាងគឺមានជាមួយនឹងនំមួយនៅពេលដែលឃើញចឹងជីននាងគឺមិនអាចទប់ជាមួយនឹងអារម្មណ៍របស់នាងបានទេរួចនាងក៏បានយកជាមួយនឹងនំនោះយកមកញ៉ាំនៅពេលដែលអញ្ចឹងទៅចរិតដើមរបស់នាងគឺចាប់ផ្ដើមត្រឡប់មកវិញតែម្ដងប៉ុន្តែនាងគឺអាចគ្រប់គ្រងខ្លួនឯងបានមកវិញរួចនាងក៏បានគប់នំនោះចោលបន្តមកស្រាប់តែលេចចេញជាមួយនឹងអ្នកបម្រើរបស់ខាណាន់ម្នាក់ទៀតគឺបានធ្វើដំណើរមកដល់រួចនាងក៏បានស្វែងរកទៅកាន់ជីនផងដែរចំណែកឯមូលហេតុដែលនាងស្វែងរកទៅកាន់ជីនវិញដោយសារតែនាងគឺបានចោទទៅកាន់ជីនថាជីននឹងគឺជាចៅលួចលីអូរបស់ខាណាន់ជីននាងគឺព្យាយាមប្រកែកផងដែរនាងបាននិយាយថានាងគឺមិនបានយកទេប៉ុន្តែម្នាក់ស្រីនឹងនាងគឺមិនជឿទេនាងបាននិយាយទៅកាន់ជីនថាពួកនាងគឺខំប្រឹងស្វែងរកអស់ហើយប៉ុន្តែរកគឺមិនឃើញតតែសោះអញ្ចឹងហើយបើសិនជាជីននាងគឺមិនមែនជាអ្នកយកទេតែអ្នកណាគេគឺជាអ្នកយកប៉ុន្តែនៅពេលនោះស្រាប់តែប្អូនរបស់ខាណាន់នាងគឺបានបង្ហាញខ្លួនមកតែម្ដងគ្រាន់តែជីនបានឃើញតែកាន់នាងភ្លាមជីនគឺដឹងភ្លេតថាអ្នកណាគេគឺជាអ្នកលួចអ្នកដែលលួចពិតប្រាកដនឹងគឺជាប្អូនរបស់ខាណាន់នឹងឯងអញ្ចឹងហើយនាងក៏សម្រេចចិត្តថាដេញតាមជីននាងគឺបានដេញទៅកាន់ប្អូនស្រីរបស់ខាណាន់មកដល់បន្ទប់ទឹកមួយកន្លែងនៅពេលដែលជីនគឺបំរុងនឹងហក់ទៅកន្ទ្រប់នាងគឺបានជាប់ខ្លួនតែម្ដងចំណែកឯខាងយូជីឯនេះវិញគាត់គឺបានសួរទៅកាន់ខាណាន់ថាមើលទៅកាន់ខាណាន់គឺហាក់ដូចជាស្រឡាញ់ទៅកាន់ប្អូនស្រីរបស់នាងខ្លាំងណាស់ចំណែកឯខាណាន់នាងក៏មិនបានបដិសេធដែរនាងបាននិយាយទៅកាន់យូជីថានាងគឺពិតជាស្រឡាញ់ទៅកាន់ប្អូនរបស់នាងពិតមែនប៉ុន្តែគឺតត្រង់ថាពួកគេនឹងគឺមិនសូវចូលចិត្តនាងទេនៅពេលដែលអញ្ចឹងទៅយូជីដែលសារតែគាត់គឺចង់ដឹងកាន់តែច្បាស់គាត់ក៏សម្រេចចិត្តថាស្វែងរកទៅកាន់ប្អូនស្រីរបស់ខាណាន់តែម្ដងដោយម្នាក់ស្រីនឹងនាងគឺមានឈ្មោះថាមៀលប៉ុន្តែយូជីស្វែងរកទៅកាន់នាងដូចជាធ្វើបាបមកកាន់ខ្លួនឯងអញ្ចឹងដោយសារតែទ្វារដែលគាត់បានបើកនឹងគឺស័ក្តិសឹងតែជាកាដូពិសេសតែម្ដងបន្តមកយូជីគាត់ក៏បានរត់ចូលទៅកាន់កន្លែងឡដុតសារ៉ាមួយនៅពេលដែលគាត់បានប៉ះជាមួយនឹងកងតាក់ស្រាប់តែគាត់គឺបាន teleport ទៅកាន់កន្លែងមួយចំណែកឯកន្លែងដែលគាត់បានធ្វើដំណើរមកដល់នឹងវិញដែលវាគឺជាបន្ទប់របស់មៀលនឹងឯងហើយយូជីនឹងគាត់គឺថែមទាំងបានជាមួយនឹងព័ត៌មានថែមទៀតថាមៀលនឹងឯងគឺជាអ្នកលួចជាមួយនឹងលីអូរបស់ខាណាន់ប៉ុន្តែតាមអ្វីដែលយូជីបានសង្កេតគាត់គឺបានឃើញថានៅក្នុងបន្ទប់របស់មៀលគឺពោពេញទៅដោយរូបថតរបស់ខាណាន់ជាមួយនឹងសម្លៀកបំពាក់របស់ខាណាន់ផងដែរបន្តមកគេបានបង្ហាញអំពីអតីតកាលរបស់មៀលហើយនឹងខាណាន់បន្តិចកាលដែលមៀលនៅក្មេងនាងគឺពិតជាស្រឡាញ់ទៅកាន់ខាណាន់ខ្លាំងណាស់ដោយសារតែខាណាន់គឺតែងតែចំណាយពេលវេលារបស់នាងជាមួយនឹងនាង
ប៉ុន្តែមិនបានយូរប៉ុន្មានពេលវេលាដ៏សប្បាយរីករាយមួយនេះវាគឺចាប់ផ្ដើមផ្លាស់ប្ដូរដោយសារតែខាងណាត់នេះគឺរវល់ខ្លាំងណាស់អញ្ចឹងហើយខាងណាត់គឺមិនអាចចំណាយពេលវេលារបស់នាងចំណាយពេលវេលានៅជាមួយនឹងមៀលបានទៀតឡើយចំណែកឯមៀលវិញដោយសារតែនាងអបសោកនាងគឺបានយកជាមួយនឹងសម្លៀកបំពាក់របស់ខាងណាត់យកមកពាក់នៅពេលដែលឃើញអញ្ចឹងខាងណាត់នេះគឺចាប់ផ្ដើមដេញតាមទៅកាន់មៀលដើម្បីយកជាមួយនឹងសម្លៀកបំពាក់របស់នាងត្រឡប់មកវិញអញ្ចឹងហើយមៀលនេះគឺចាប់ផ្ដើមមានជាមួយនឹងកំណត់មួយតែម្ដងនៅពេលណាដែលនាងយកជាមួយនឹងរបស់ខានណាន់ច្បាស់ណាស់ខានណាន់នឹងដេញចាប់នាងជាមិនខានអញ្ចឹងហើយនៅពេលនេះនាងគឺមានជាមួយនឹងវិធីហើយដើម្បីចំណាយពេលវេលារបស់នាងជាមួយនឹងខានណាន់បន្តទៀតនេះហើយគឺជាមូលហេតុដែលមៀលនាងគឺតែងតែលួចជាមួយនឹងឬក៏សម្លៀកបំពាក់របស់ខានណាន់ដើម្បីឲ្យខានណាន់ដេញចាប់នាងនឹងឯងនៅពេលដែលអញ្ចឹងយូជីបានសួរទៅកាន់នាងថាតើនាងគឺស្រឡាញ់ទៅកាន់បងស្រីរបស់នាងទេប៉ុន្តែមៀលនេះគឺមិនទទួលស្គាល់ការប៉ັດឡើយនាងគឺបាននិយាយទៅកាន់យូជីថានាងគឺមិនស្រឡាញ់ទៅកាន់បងស្រីរបស់នាងទេប៉ុន្តែទោះបីជាប្រកែកមិនក៏ប្រកែកឲ្យឈ្នះដែរដោយសារតែផោះតាំងហ្នឹងគឺនៅក្នុងដៃបាត់ទៅហើយនៅពេលដែលអញ្ចឹងទៅមៀលនេះគឺមិនអាចធ្វើអីបានទេនាងគឺមានតែសុំទៅកាន់យូជីឲ្យលាក់រឿងនេះជាការសម្ងាត់តែប៉ុណ្ណោះចំណែកឯយូជីវិញគាត់ក៏មិនបានបដិសេធដែរប៉ុន្តែគាត់បាននិយាយទៅកាន់មៀលថាបើសិនជាមៀលចង់ឲ្យគាត់លាក់រឿងនេះជាការសម្ងាត់មៀលគឺត្រូវតែធ្វើនៅអ្វីមួយដែលគាត់ចង់បានចំណែកឯរបស់ដែលគាត់បានបញ្ជាទៅកាន់មៀលវិញគាត់គឺចង់ឲ្យមៀលប្រឈមមុខជាមួយនឹងខានណាន់ដោយផ្ទាល់ចំណែកឯមៀលវិញនឹងគឺពិតជាភ័យខ្លាចទៅកាន់ខានណាន់មែនទែនប៉ុន្តែខានណាន់គឺមិនបានធ្វើអីទៅកាន់មៀលទេនាងគឺគ្រាន់តែអង្អែលក្បាលរបស់មៀលរួចនាងបាននិយាយថាប្អូនស្រីរបស់នាងក៏នៅតែចរិតដដែលគឺមិនផ្លាស់ប្ដូរតតែសោះហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងមុនស្នេហ៍អូនបិសាចក៏មានតែប៉ុណ្្នឹងយើងចាំជួបគ្នានៅភាគបញ្ចប់ទាំងអស់គ្នា